ជំរាបសួរបងប្អូនទាំងអស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់ព្រះយេស៊ូវទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានព្រះបន្ទូលរបស់ព្រះអង្គអំពីអំណោយទានរបស់ព្រះខ្ញុំនឹងថាបងប្អូនទាំងអស់គ្នានៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវប្រកាសជាធ្លាប់ឮពាក្យថាអំណោយទានអ្វីទៅដែលមានន័យថាជាពាក្យអំណោយទានគឺជាប្រាជ្ញាឬក៏ពាក្យអំណោយទានដែលព្រះសពប្រហាតីនឹងឲ្យបងប្អូនក្នុងការត្រិះរិះពិចារណាអំពីគំនិតយោបល់ពីវិញ្ញាណដែលយើងត្រូវធ្វើមានខ្លះទៀតអំណោយទានដែលព្រះអង្គបានប្រទានឲ្យយើងមានតាមបែបផែនរបស់យើងម្នាក់ទៅតាមការសពប្រហាតីរបស់ព្រះអង្គព្រះអង្គម្ចាស់បានប្រទានអំណោយទានមកឲ្យរាជរបស់ព្រះអង្គនៅលើផែនដីនេះជាសេចក្តីសពប្រហាតីជាសេចក្តីមេត្តាករុណារបស់ព្រះអង្គបងប្អូនគ្រប់គ្នាមានអំណោយទានដ៏ពិសេសហើយអំណោយទាននោះពេលដែលព្រះអង្គផ្ដល់ហើយព្រះអង្គមិនដែលដកចេញពីបងប្អូនវិញទេទោះបីជាបងប្អូនជួបសេចក្តីល្បួងឬបងប្អូនភ្លេចព្រះជាម្ចាស់ក៏ព្រះនៅតែផ្ដល់អំណោយទាននោះនៅជាប់ជាមួយនឹងបងប្អូនជាដរាបបងប្អូនជាទីស្រឡាញ់ខ្ញុំមានទីបន្ទាល់ក្នុងជីវិតរឿងអំណោយទាននេះខ្ញុំមានសាក្សីរស់គឺប្អូនស្រីរបស់ខ្ញុំគាត់ក៏បានធ្វើការងារនេះជាមួយនឹងខ្ញុំនៅពេលដែលខ្ញុំចាប់ផ្ដើមទទួលជឿព្រះអង្គម្ចាស់យេស៊ូវជាលើកដំបូងខ្ញុំមានអំណោយទានពិសេសគឺការផ្សាយដំណឹងល្អព្រះអង្គម្ចាស់បានផ្ដល់អំណោយទានឲ្យខ្ញុំភ្លាមតែម្ដងនៅពេលដែលខ្ញុំចាប់ផ្ដើមជឿព្រះអង្គម្ចាស់យេស៊ូវព្រះអង្គបានដាក់ខ្ញុំក្លាយទៅជាអ្នកផ្សាយដំណឹងល្អប៉ុន្តែពេលនោះខ្ញុំអត់ទាន់មានព្រះវិហារខ្ញុំអត់ទាន់បានរៀនពីព្រះអង្គម្ចាស់ច្បាស់ប៉ុន្តែខ្ញុំគ្រាន់តែធ្វើការផ្សាយដំណឹងល្អតាមការដែលខ្ញុំបាននឹកឃើញពីរបៀបដែលខ្ញុំឃើញអ្នកដែលគេផ្សាយដំណឹងល្អផ្សាយមកដល់ខ្ញុំមនុស្សដែលខ្ញុំផ្សាយដំណឹងល្អទី1គឺជាម្ដាយរបស់ខ្ញុំបានផ្សាយដំណឹងល្អទៅម្ដាយរបស់ខ្ញុំតែនៅពេលដែលខ្ញុំផ្សាយដំណឹងល្អខ្ញុំអត់ទាន់ចេះរបៀបក្នុងការផ្សាយដំណឹងល្អគ្រាន់តែខ្ញុំធ្វើអ្វីទៅតាមអាចនិយាយថាទៅតាមគំនិតរបស់ខ្ញុំឬក៏ព្រះវិញ្ញាណចាក់មកឲ្យខ្ញុំនៅពេលថ្មីនោះខ្ញុំនៅក្មេងខ្ចីមែនតើប៉ុន្តែដោយសារប្រគុណរបស់ព្រះអង្គម្ចាស់ខ្ញុំបានផ្សាយដំណឹងល្អដល់ម្ដាយខ្ញុំហើយម្ដាយខ្ញុំបានទទួលជឿព្រះជាម្ចាស់ស្របជាមួយនឹងប្អូនស្រីរបស់ខ្ញុំគាត់ក៏បានទទួលជឿព្រះជាម្ចាស់ជាមួយនឹងម្ដាយរបស់ខ្ញុំដែរនេះជាដំណឹងល្អដែលខ្ញុំបានផ្សាយទៅដល់គាត់មិនត្រឹមតែប៉ុណ្ណោះទេខ្ញុំបានផ្សាយដំណឹងល្អទៅកាន់ប្អូនស្រីម្នាក់ហើយខ្ញុំបានប្រគល់គម្ពីររបស់ខ្ញុំដែលខ្ញុំតែងតែអានជារៀងរាល់ថ្ងៃទៅកាន់ប្អូនស្រីម្នាក់នោះទៀតហើយខ្ញុំបានប្រាប់គាត់ពីរបៀបក្នុងការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ខ្ញុំគិតថាការនោះខ្ញុំជឿនៅក្នុងឆ្នាំ2008ខ្ញុំជឿប្រហែលជាបាន2 3ឬក៏4ខែប៉ុន្តែខ្ញុំពិតជាសប្បាយរីករាយខ្ញុំពិតជាសប្បាយមែនទែននៅពេលដែលខ្ញុំទទួលជឿព្រះយេស៊ូវគ្រីស្ទជាលើកដំបូងខ្ញុំតែងតែរៀនព្រះបន្ទូលព្រះអង្គតាមរយៈការស្ដាប់វិទ្យុរបស់លោកគ្រូគង្វាជីវិតថ្មីនៅក្នុងព្រះវិហារដែលនៅម្ដុំបឹងកេងកង1ជីវិតថ្មីបឹងកេងកង1ខ្ញុំតែងតែស្ដាប់វិទ្យុហើយខ្ញុំតែងតែអធិដ្ឋានទៅតាមគាត់ព្រះជាម្ចាស់បានបង្រៀនខ្ញុំតាមរយៈគាត់ក្រោយមកខ្ញុំក៏ធ្វើវិធីការផ្សាយដំណឹងល្អយ៉ាងពិសេសគឺខ្ញុំបានរៀបចំខិត្តប័ណ្ណជាមួយនឹងប្អូនស្រីរបស់ខ្ញុំបានរៀបចំខិត្តប័ណ្ណប្អូនស្រីរបស់ខ្ញុំគាត់លក់គាត់កាលហ្នឹងគាត់លក់ដូចជាលក់តកកឈូសនៅក្រោមផ្ទះគាត់បានយកខិត្តប័ណ្ណនោះទៅចែកចាយដល់លោកសង្ឃនិងមនុស្សជាច្រើនដើម្បីឲ្យទទួលជឿព្រះយេស៊ូវគ្រីស្ទនេះគឺចង់បញ្ជាក់ថាអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកឲ្យខ្ញុំនិងប្អូនស្រីរបស់ខ្ញុំគឺជាអ្នកផ្សាយដំណឹងល្អប៉ុន្តែដោយសារយើងក្មេងខ្ចីយើងអត់ទាន់បានរៀននិងសិក្សាពីការផ្សាយដំណឹងល្អដូច្នេះហើយវិញ្ញាណអរិយសតាំងបានមកលុបបំបត្តិយើងខ្ញុំធ្វើឲ្យយើងខ្ញុំមាននឹងជួបបញ្ហាជាច្រើនពីបញ្ហាជីវិតបញ្ហាជីវភាពនិងម្ដាយរបស់ខ្ញុំត្រូវចូលមន្ទីរពេទ្យគាត់មានជំងឺធ្វើឲ្យយើង
ភ្លេចគិតអំពីការថ្វាយបង្គំព្រះនិងការផ្សាយដំណឹងល្អក្រោយមកទៀតនៅពេលដែលម្ដាយរបស់ខ្ញុំគាត់ចូលមន្ទីរពេទ្យនិងព្យាបាលជំងឺរបស់គាត់ពួកយើងក៏ចាប់ផ្ដើមស្វះស្វែងរកព្រះវិហារខ្ញុំចាំបានកាលនោះខ្ញុំបានបើកវិហារនៅផ្ទះរបស់ខ្ញុំមានតែចំនួន3នាក់គត់ខ្ញុំមានតែចំនួន3នាក់គត់ក្នុងការថ្វាយបង្គំខ្ញុំជាអ្នកអធិប្បាយចំណែកប្អូនស្រីខ្ញុំម្ដាយខ្ញុំជាអ្នកថ្វាយបង្គំហើយយើងមានការដាក់ដង្វាយផ្សេងក្រោយពីយើងជួបបញ្ហាលបួងជាច្រើនតាមរយៈវិញ្ញាណទាំងអស់នោះដែលគេមិនសប្បាយចិត្តពួកគេបានធ្វើម្ដាយរបស់ខ្ញុំមានជំងឺហើយក៏ចូលទៅមន្ទីរពេទ្យនោះពួកយើងខ្ញុំបានស្វះស្វែងរកព្រះវិហារក្នុងការថ្វាយបង្គំកាលនោះខ្ញុំបានស្គាល់បងប្រុសម្នាក់គាត់ឈ្មោះថាស៊ីសុខឿនគាត់គឺជាអ្នកល្បីល្បាញមួយនៅក្នុង Facebook គឺគាត់ល្បីមែនទែនខ្ញុំបានសួរគាត់នឹងស្វែងរកវិហារថ្វាយបង្គំគាត់បានណែនាំខ្ញុំនិងគ្រួសារខ្ញុំឲ្យទៅថ្វាយបង្គំនៅឯវិហារឋានសួគ៌ចំហដែលជាវិហាររបស់លោកគ្រូគង្វាអួងរៀនពួកយើងខ្ញុំបានធ្វើដំណើរទៅថ្វាយបង្គំនៅវិហារនោះកាលហ្នឹងវិហារនោះនៅឯទីតាំងនៅឯបឹងកឹងកង1យើងបានថ្វាយបង្គំនៅវិហារនោះរហូតហើយបានផ្លាស់ប្ដូរវិហារទៅឯបឹងកឹងកង3រហូតបន្ទាប់មកយើងបានស្គាល់ពីព្រះអង្គហើយយើងក៏បានបម្រើនឹងពន្ធកិច្ចព្រះអង្គជាច្រើនចំណែកព្រះអង្គបានដាក់អំណោយទានទៅឲ្យប្អូនស្រីរបស់ខ្ញុំគឺជាអ្នកចម្រៀងអ្នកសម្ដែងនៅឯក្នុងវិហារសម្រាប់ខ្ញុំគឺជាអ្នកលើកទឹកចិត្តខ្ញុំមានអំណោយទានវិជ្ជមានគឺជាអ្នកលើកទឹកចិត្តពីព្រោះខ្ញុំតែងតែប្រើពាក្យវិជ្ជមានដើម្បីលើកទឹកចិត្តបងប្អូននៅឯក្រុមជំនុំនិងចែកចាយចែកទានជាអំណោយទានរបស់ខ្ញុំថ្ងៃនេះខ្ញុំចង់ជម្រាបបងប្អូនថាអំណោយទានរបស់ព្រះជាម្ចាស់ទោះបីជាព្រះអង្គប្រទានឲ្យយើងតាំងពីដំបូងនៅថ្ងៃដែលយើងទទួលជឿព្រះអង្គម្ចាស់ម្ល៉េះព្រោះពួកយើងម្នាក់ដែលជាអ្នកជឿរបស់ព្រះជាម្ចាស់សិតតែមានអំណោយទានពិសេសមានអ្នកខ្លះមានអំណោយទានជាអ្នកអធិប្បាយជាគ្រូគង្វាលអំណោយទានក្នុងការច្រៀងសរសើរដំកើងព្រះអង្គម្ចាស់អំណោយទានក្នុងការលេងភ្លេងអំណោយទានក្នុងការបម្រើអំណោយទានក្នុងការចែកចាយអំណោយទានក្នុងការដេញវិញ្ញាណអរិយសាតាំងអំណោយទានក្នុងការព្យាបាលហើយក៏មានអំណោយទានជាច្រើនដែលព្រះអង្គម្ចាស់បានប្រទានឲ្យដល់អ្នកដែលជឿព្រះអង្គម្ចាស់តាំងពីថ្ងៃដំបូងដែលពួកគេចាប់ដើមទទួលជឿព្រះយេស៊ូវគ្រីស្ទអំណោយទាននោះបាននៅក្នុងជីវិតរបស់យើងខ្ញុំនិងបងប្អូនរហូតទោះបីជាយើងខ្ញុំបងប្អូនជួបសេចក្តីល្បួងយ៉ាងណាក៏ដោយក៏អំណោយទាននោះមិនដែលទៅណាចោលយើងខ្ញុំឡើយខ្ញុំមានអំណោយទានមួយទៀតគឺអំណោយទានទស្សន៍ទាយខ្ញុំមានអំណោយទានទស្សន៍ទាយមើលឃើញពីអនាគតនិងអតីតកាលរបស់មនុស្សម្នាក់ដែលព្រះជាម្ចាស់បានប្រទានឲ្យខ្ញុំអំណោយទានដែលខ្ញុំមានអំណោយទានក្នុងការចែកចាយដំណឹងល្អអំណោយទានក្នុងការអធិប្បាយអំណោយទានទស្សន៍ទាយអំណោយទានក្នុងការចែកចាយអំណោយទានក្នុងការលើកទឹកចិត្តវិជ្ជមានផ្សេងគឺជាអំណោយទានរបស់ខ្ញុំដែលព្រះជាម្ចាស់បានប្រទាននឹងសពប្រហាតីផ្ដល់ឲ្យខ្ញុំនៅពេលដែលខ្ញុំជួបសេចក្តីល្បួងផ្សេងវិញ្ញាណអរិយសាតាំងបានបន្លំបាននិយាយនៅត្រចៀករបស់ខ្ញុំបន្លំប្រាប់ខ្ញុំថាអំណោយទានដែលខ្ញុំមានជាពិសេសអំណោយទានទស្សន៍ទាយគេបានបន្លំខ្ញុំថាវាគ្រាន់តែជាអំណោយទានរបស់វិញ្ញាណអរិយសាតាំងខ្ញុំមានការយល់ច្រឡំហើយខ្ញុំបាននិយាយទៅកាន់ព្រះវិញ្ញាណបរិសុទ្ធថាខ្ញុំមិនចង់បានអំណោយទានមួយនេះជាដាច់ខាតពីព្រោះខ្ញុំគិតថាអំណោយទានមួយនេះជាអំណោយទានរបស់វិញ្ញាណអារក្សប៉ុន្តែបងប្អូនជាទីស្រឡាញ់ព្រះអង្គបានធ្វើការសម្រេចទៅតាមអ្វីដែលយើងបានអធិដ្ឋានអំណោយទានទស្សន៍ទាយបានបាត់ចេញពីរូបខ្ញុំមួយរយៈយ៉ាងធំក្រោយមកអំណោយទាននេះបានបាត់ខ្ញុំក៏ជួបឧបសគ្គជាច្រើនពីព្រោះខ្ញុំមិនអាចមើលឃើញពីចិត្តមនុស្សបានតទៅទៀត
អំណោយទានទោះទាយខ្ញុំអាចមើលឃើញពីជំរឿចិត្តរបស់មនុស្សគិតអ្វីមនុស្សចង់បានអ្វីមនុស្សធ្វើអ្វីអនាគតនិងអតីតកាលរបស់គេបើសិនជាព្រះជាម្ចាស់សពប្រហាតីក្នុងការបើកបង្ហាញអំណោយទាននេះដល់ខ្ញុំបានចាញ់បោកមនុស្សដោយសារអំណោយទានរបស់ខ្ញុំបានបាត់ព្រះជាម្ចាស់បានបំបិតអំណោយទាននោះមួយរយៈធំពីព្រោះខ្ញុំច្រឡំថាអំណោយទាននេះមកពីវិញ្ញាណអរសតាំងប៉ុន្តែបងប្អូនវាគ្រាន់តែបន្លំខ្ញុំពីព្រោះវិញ្ញាណអរៈវាចង់បំផ្លាញខ្ញុំមិនចង់ឲ្យខ្ញុំមានពេលវេលាក្នុងការបម្រើពន្ធកិច្ចរបស់ព្រះមិនចង់ឲ្យខ្ញុំមានពេលវេលាក្នុងការផ្សាយដំណឹងល្អមិនចង់ឲ្យខ្ញុំមានពេលវេលាក្នុងការអានគម្ពីរមិនចង់ឲ្យខ្ញុំមានពេលវេលាក្នុងការអធិប្បាយហើយពិសេសគឺវាមិនចង់ឲ្យខ្ញុំដឹងពីចិត្តរបស់មនុស្សដូច្នេះហើយវាបានបន្លំខ្ញុំយើងមានសម្លេងពីរគឺសម្លេងវិញ្ញាណអរៈនិងសម្លេងរបស់ព្រះជាម្ចាស់សូមឲ្យបងប្អូនបែងចែកសម្លេងនេះឲ្យច្បាស់លាស់ថ្ងៃនេះព្រះជាម្ចាស់បានប្រាប់និងមានព្រះបន្ទូលមកខ្ញុំច្បាស់ថាវាអរៈសតាំងវាអត់មានអ្វីក្នុងការឲ្យយើងទេវាអត់មានអំណោយទានអ្វីឲ្យយើងទេអ្វីដែលវាមានគឺគ្រាន់តែការសម្លាប់ការលួចការបន្លំតែប៉ុណ្ណោះបងប្អូនវាគ្មានអំណោយទានអ្វីផ្ដល់ឲ្យយើងទេហើយបើវាមានក៏វាមិនអាចឲ្យយើងទៅទេដែរបងប្អូនត្រូវតែមានអ្វីមួយជាសំណែនបងប្អូនត្រូវមានអ្វីមួយជាសំណងមុននឹងវាបកលអ្វីមួយឬក៏មុននឹងបកលអំណាចអ្វីមួយនៅក្នុងផែនដីនេះមកឲ្យយើងបងប្អូនត្រូវថ្វាយបង្គំវិញ្ញាណអរៈត្រូវឲ្យសំណងត្រូវផ្ដល់អ្វីមួយជាផលប្រយោជន៍ដល់វាទៅវាផ្ដល់អំណាចនោះទៅឲ្យបងប្អូនសម្រាប់ព្រះគឺព្រះអង្គផ្ដល់អំណាចនិងអំណោយទានដល់បងប្អូនទៅទេបងប្អូនត្រូវចាំឲ្យច្បាស់ថាអំណោយទានដែលបងប្អូនមានគឺជាអំណោយទាននិងសេចក្តីសប្បុរសមេត្តាករុណាដែលព្រះផ្ដល់ឲ្យបងប្អូនទោះបីបងប្អូនចង់ប្រើឬមិនប្រើអំណោយទាននោះនៅតែមានជាប់នៅក្នុងជីវិតបងប្អូនលុះដល់បងប្អូនស្លាប់ហើយទៅនគរឋានសួគ៌អស់រយៈពេល7ឆ្នាំខ្ញុំបានបាត់បង់អំណោយទានក្នុងការទស្សទាយខ្ញុំបានសូមអភ័យទោសទៅកាន់ព្រះជាម្ចាស់ដោយការដែលខ្ញុំយល់ច្រឡំពីអំណោយទានដ៏អស្ចារ្យដែលព្រះបានប្រគល់ឲ្យខ្ញុំបានសូមទោសលុតជង្គង់សូមទោសអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ខ្ញុំបាននិយាយទៅកាន់ព្រះអង្គថាសូមព្រះវិញ្ញាណបរិសុទ្ធអត់ទោសឲ្យខ្ញុំដែលខ្ញុំមិនដឹងអីដែលខ្ញុំគិតថាអំណោយទាននេះគឺជារបស់វិញ្ញាណអរៈសតាំងសូមអត់ទោសហើយសូមបើកសម្ដែងសូមប្រគល់អំណោយទាននេះមកឲ្យខ្ញុំវិញបងប្អូនព្រះអង្គបានអត់ទោសឲ្យខ្ញុំហើយព្រះអង្គបានយាងសន្ធិដ្ឋនៅក្នុងដួងចិត្តរបស់ខ្ញុំហើយព្រះអង្គបានផ្ដល់អំណោយទានទោះទាយនេះមកឲ្យខ្ញុំត្រឡប់មកវិញព្រះអង្គមិនដែលដកអំណោយទាននេះចេញទេប៉ុន្តែអ្វីដែលព្រះអង្គមិនសពព្រះអតីព្រះអង្គនឹងបិទអំណោយទានរបស់ព្រះអង្គមួយរយៈប៉ុន្តែព្រះអង្គនៅតែដឹកនាំយើងព្រះអង្គនៅតែជួយយើងព្រះអង្គនៅតែរៀបផ្លូវសម្រាប់ជួយយើងនៅពេលដែលយើងដើរផ្លូវកោះព្រះតែងតែស្វែងរកជាមដែលវង្វេងមិនថាខ្ញុំមិនថាបងប្អូនពេលខ្លះយើងវង្វេងនឹងជំនឿវង្វេងព្រះបន្ទូលយើងមិនដឹងមិនស្គាល់ព្រះបន្ទូលច្បាស់ប៉ុន្តែយើងវង្វេងព្រះអង្គតែងតែស្វែងរកកូនរបស់ព្រះអង្គដែលវង្វេងហើយព្រះអង្គតែងតែរៀបផ្លូវដើម្បីឲ្យយើងដើរមកផ្លូវដ៏ត្រឹមត្រូវវិញទោះបីជាបងប្អូនខុសឆ្គងឬក៏បងប្អូនធ្លាក់ទៅក្នុងសេចក្តីលបួងតែព្រះអង្គនៅតែស្វែងរក
នៅតែរៀបចំផ្លូវឲ្យយើងដើរត្រឡប់មកវិញដោយសម្ងាត់ទោះបីបងប្អូនមិនដឹងថាព្រះជាម្ចាស់ជួយយើងដោយសម្ងាត់តែនៅថ្ងៃណាមួយដែលបងប្អូនបានដឹងខ្លួនឡើងវិញបងប្អូននឹងដឹងថាសេចក្តីមេត្តាករុណារបស់ព្រះអង្គធំធេងសេចក្តីស្រឡាញ់របស់ព្រះអង្គធំធេងព្រះអង្គមិនដែលចោលឬក៏កូនព្រះអង្គមួយណាជាដាច់ខាតទោះបីថ្ងៃនេះគេដើរផ្លូវខុសថ្ងៃនេះគេវង្វេងប៉ុន្តែនៅថ្ងៃណាមួយគេនឹងត្រឡប់មករកព្រះរបស់គេវិញព្រះអង្គមិនដែលបោះបង់កូនរបស់ព្រះអង្គមួយណាឲ្យឆ្ងាយពីព្រះអង្គជាមដែលវង្វេងជាម100បាត់មួយព្រះយេស៊ូវយាងទៅរកជាមដែលបាត់នោះហើយទុកជាម99នៅក្រោលបងប្អូននិងខ្ញុំបងប្អូននិងខ្ញុំតែងតែមានសេចក្តីល្បួងហើយតែងតែវង្វេងប៉ុន្តែព្រះជាម្ចាស់មិនដែលបោះបង់យើងចោលសូមបងប្អូនកុំគិតថាព្រះជាម្ចាស់ខឹងហើយបោះបង់យើងចោលទេព្រះអង្គមានតែអាណិតមេត្តាដល់យើងពីព្រោះយើងវង្វេងខ្ញុំសូមអរគុណព្រះអង្គហើយក៏ខ្ញុំសូមឲ្យបងប្អូនរួមជំនឿទាំងខ្ញុំសូមឲ្យពួកយើងប្រើប្រាស់អំណោយទានរបស់ព្រះនេះឲ្យសប្បាយរីករាយនិងផ្ដល់ទៅកាន់អ្នកដែលត្រូវការនៅអំណោយទានទាំងអស់នេះទទេដោយមិនត្រូវការសំណងអ្វីទាំងអស់មិនត្រូវការសំណងមិនត្រូវការថវិកាមិនត្រូវការការថ្វាយបង្គំរបស់មនុស្សទាំងអស់ព្រោះអ្វីដែលយើងទទួលបានទៅទេយើងមិនមែនជាមនុស្សអស្ចារ្យប៉ុន្តែព្រះអស្ចារ្យព្រះទេតាជាអ្នកផ្ដល់អំណោយទានសម្រាប់ធ្វើការក្នុងជីវិតរបស់យើងខ្ញុំសូមបើសិនជាបងប្អូនមានអំណោយទានគួរតែប្រើប្រាស់អំណោយទាននោះដើម្បីចែកចាយសូមកុំលាក់អំណោយទានរបស់បងប្អូនឲ្យសោះបងប្អូនត្រូវប្រើប្រាស់អំណោយទានដែលព្រះបានផ្ដល់ឲ្យនោះដើម្បីឲ្យអំណោយទានរបស់ព្រះអង្គបានរីកសុសសាយអស្ចារ្យនៅលើផែនដីនេះហើយយើងម្នាក់គឺរួមគ្នាសរសើរដំកើងព្រះតែមួយយើងម្នាក់មិនអស្ចារ្យទេបងប្អូនគុំគិតថាបងប្អូនមានអំណោយទានទាំងអស់នេះហើយបងប្អូនមានចិត្តមួយថាអញអស្ចារ្យទេអាចចែកចាយបានបងប្អូនចែកចាយបងប្អូនគុំគិតថាគេចេះអธิบายគេចេះទូទាយគេចេះច្រៀងឬក៏គេចេះធ្វើអ្វីតែអញអត់ចេះអីសោះគ្រាន់តែបំរើបើគ្មានអ្នកបំរើនៅក្នុងព្រះវិហារបើគ្មានអ្នកបំរើនៅក្នុងក្រុមជំនុំបើគ្មានអ្នកបំរើអ្នកជំនឿទាំងនោះក៏អត់ប្រយោជន៍ដែរបងប្អូនពីព្រោះយើងត្រូវការរួមគ្នាតែមួយដើម្បីជាសិរីល្អថ្វាយដល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបងប្អូនយើងជាអវយវៈរបស់ព្រះយេស៊ូវគ្រីស្ទអ្នកខ្លះជាសក់ជាក្បាលជាចិញ្ចើមជាភ្នែកជាច្រមុះជាត្រចៀកជាមាត់ជាកជាដៃជាជើងជាម្រាមជាអវយវៈផ្សេងជាអវយវៈនៅក្នុងខ្លួនក្រៅខ្លួនផ្សេងរួមគ្នាគួបផ្សំតែមួយคล้ายទៅជាព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ
យើងមិនអាចរស់នៅនឹងប្រើប្រាស់អំណោយទានតែម្នាក់ឯងបានទេបងប្អូនយើងត្រូវការក្រុមជំនុំយើងត្រូវការអ្នកអធិដ្ឋានឲ្យយើងត្រូវការក្រុមជំនុំដើម្បីរួមគ្នាបងប្អូនអាចថ្វាយបង្គំព្រះរៀងរាល់ថ្ងៃប៉ុន្តែថ្ងៃអាទិត្យបងប្អូនត្រូវតែទៅព្រះវិហាររួមគ្នាថ្វាយបង្គំសរសើរដំកើងព្រះអង្គពីព្រោះយើងជាអវយវៈរបស់ព្រះយេស៊ូវគួបផ្សំគ្នាគួបផ្សំគ្នាថ្វាយបង្គំសរសើរដំកើងព្រះអង្គទាំងអស់គ្នាបងប្អូនខ្ញុំសូមអរគុណបងប្អូនទាំងអស់ដែលមានអំណោយទានយ៉ាងពិសេសហើយបានចូលរួមធ្វើការទាំងអស់នោះខ្ញុំអរព្រគុណព្រះអង្គម្ចាស់ដែលផ្ដល់អំណោយទានដល់យើងគ្រប់គ្នាខ្ញុំអរគុណព្រះវិញ្ញាណបរិសុទ្ធដែលតែងតែគង់នៅជាមួយនឹងយើងខ្ញុំបង្រៀនយើងខ្ញុំអរព្រគុណព្រះអង្គម្ចាស់យេស៊ូវដែលព្រះអង្គតែងតែគង់នៅខាងយើងខ្ញុំខាងស្ដាំនៃព្រះអង្គម្ចាស់ព្រះវរបិតាហើយព្រះអង្គគឺនៅខាងយើងខ្ញុំជាអ្នកជឿទោះបីយើងខុសយើងត្រូវតែព្រះអង្គនៅតែអត់ទោសឲ្យយើងដដែលតែងតែអង្វរដល់ព្រះវរបិតាឲ្យអត់ទោសដល់យើងទាំងអស់គ្នាយើងម្នាក់ម្នាក់នៅលើផែនដីនេះបងប្អូនមិនអត់ខ្ចោះទេតែងតែធ្វើខុសប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឺថ្វាយបង្គំព្រះអង្គម្ចាស់សរសើរដំកើងព្រះអង្គម្ចាស់បម្រើពន្ធកិច្ចព្រះអង្គម្ចាស់ធ្វើការទៅតាមអំណោយទានផ្សេងគ្នាជាពិសេសត្រូវសម្លឹងទៅលើព្រះអង្គម្ចាស់កុំសម្លឹងទៅលើមនុស្សខ្ញុំសូមអរព្រគុណនៅព្រះបន្ទូលនេះសូមព្រះប្រទានពរដល់បងប្អូនទាំងអស់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន